សូមស្វាគមន៍មកកាន់រឿងកំ pl ែងចំណងជើងថាព្រះនាងលេម្សៅនិងកញ្ចក់ទិព្វសម័យអង្គរសូមអញ្ជើញទស្សនាដោយក្តីសប្បាយរីករាយទាំងអស់គ្នានារីរៀបចំលេម្សៅនៅផ្ទះនារីដើម្បីត្រៀម live លក់តាម Facebook នារីនិយាយជាមួយកញ្ចក់ម្នាក់ឯងយ៉ាងរស់រវើកក្នុងផ្ទះនារីយាយម៉ៅអឺតមើលតាមបង្អួតផ្ទះនារីហើយលួចសាច់នឹងក្បាច់ live របស់នារីនារីដើរកាន់ទូរស័ព្ទដៃបណ្ដានិងកាន់កន្ត្រកលេបណ្ដានៅលើផ្លូវភុកក្នុងភូមិនារីព្យាយាមដើរគិតភុកយ៉ាងប្រុងប្រយ័ត្ននៅលើផ្លូវភុកក្នុងភូមិតាក្លឹមបើគួរយន់កាត់ផ្លូវភុកក្នុងភូមិធ្វើឲ្យភុកខ្ទាតប្រឡាក់ខោអាវនារីខឹងខ្លាំងពេកក៏ដើរមិនមើលផ្លូវហើយរអើលជើងធាក់ក្នុងរុនភុកធំមួយនៅលើផ្លូវភុកក្នុងភូមិនារីស្រែកខ្លាំងមុនไปលេចបាត់ខ្លួនចូលក្នុងរុនភុកនៅផ្លូវភុកក្នុងភូមិភុកនៅក្នុងរុននោះវល់ដូចជាកង់ចាក់នាំយកនារីទៅកាន់កន្លែងផ្សេងនារីងើបចេញពីគំនរភុកស្រាប់តែឃើញខ្លួនឯងនៅពីមុខប្រាសាទបាយ័នដ៏ធំនារីញីភ្នែកមើលមុខយ៉ាក់នៃប្រាសាទបាយ័នតែងឿងឆ្ងល់ជាខ្លាំងនារីគិតថាខ្លួនឯងកំពុងស្ថិតក្នុងឈុតថតគុណនៅក្បែរប្រាសាទបាយ័ននារីដើររាវរកកញ្ចក់ទិព្វស្ពាន់មួយនៅជើងជញ្ជាំងប្រាសាទបាយ័ននារីលើកកញ្ចក់ទិព្វឡើងមកហើយគិតថាវាជា iPhone ស៊េរីបុរាណខ្នាតធំនៅប្រាសាទបាយ័ននារីព្យាយាមចុចលើកញ្ចក់ទិព្វដើម្បីរកសញ្ញាអ៊ីនធឺណិតនៅក្បែរប្រាសាទបាយ័នមេកងទ័ពជ័យដឹកនាំទ័ពដើរកាត់ប្រាសាទបាយ័នហើយបានឃើញនារីឈរធ្វើមុខប្លែកមេកងទ័ពជ័យភ្ញាក់ផ្អើលនឹងសម្លៀកបំពាក់ខើចលើខើចក្រោមរបស់នារីនៅប្រាសាទបាយ័នទីហ៊ានស៊ូលើកដាវឡើងត្រៀមវាយប្រហារនារីព្រោះស្មានថាជាខ្មាំងសត្រូវនៅប្រាសាទបាយ័ននារីលើកកញ្ចក់ទិព្វដាក់ទៅរកមុខមេកងទ័ពជ័យហើយស្រែកថាកុំមកចិត្តអានគង់ឡាយនៅប្រាសាទបាយ័នមេកងទ័ពជ័យភ័យខ្លាចកញ្ចក់ទិព្វព្រោះស្មានថាជាអាវុធវេទមន្តដែលនារីយកមកពីប្រាសាទបាយ័នមេកងទ័ពជ័យបញ្ជាឲ្យទាហានដកថយបន្តិចពីនារីនៅក្បែរប្រាសាទបាយ័នមេកងទ័ពជ័យសួរនារីថាជាទេពធីតាចោះមកពីសួគ៌មែនទេនៅមុខប្រាសាទបាយ័ននារីសោយខ្លាំងហើយប្រាប់មេកងទ័ពជ័យថាខ្លួនឯងគឺជាព្រះនាងលេម្សៅនៅប្រាសាទបាយ័នទីហ៊ានស៊ូងក់ក្បាលជឿជាក់លើសម្ដីរបស់នារីនៅប្រាសាទបាយ័នមេកងទ័ពជ័យបញ្ជាឲ្យទីហ៊ានសែងនារីទៅកាន់ជំរំទ័ពបុរាណយ៉ាងសម្រម្យនារីអង្គុយលើគ្រែស្នែងទាំងសប្បាយចិត្តហើយលើកកញ្ចក់ទៀបថតរូបលេងតាមផ្លូវទៅជំរំទ័ពបុរាណអ្នកភូមិបុរាណតាមមើលនារីយ៉ាងច្រើនកកនៅតាមផ្លូវទៅជំរំទ័ពបុរាណនៅពេលមកដល់ជំរំទ័ពបុរាណមេកងទ័ពជ័យរៀបចំម្ហូបអាហារយ៉ាងច្រើនថ្វាយនារីយកលេម្សៅជាទីកន្ត្រកមកដាក់បង្ហាញមេកងទ័ពជ័យនៅកណ្ដាលជំរំទ័ពបុរាណមេកងទ័ពជ័យស្មានថាលេម្សៅគឺជាថ្នាំទិព្វសម្រាប់បង្កើនឫទ្ធិអំណាចក្នុងជំរំទ័ពបុរាណនារីចាប់ផ្ដើមរៀបចំកញ្ចក់ទិព្វដើម្បីធ្វើការ live លក់លេឲ្យមេកងទ័ពជ័យមើលក្នុងជំរំទ័ពបុរាណនារីនិយាយប៉ោចដាក់កញ្ចក់ទិព្វធ្វើឲ្យមេកងទ័ពជ័យគិតថានារីកំពុងសូត្រមន្តនៅជំរំទ័ពបុរាណទីហ៊ានស៊ូចូលមកចិត្តហើយសួរនារីថាឲ្យទីហ៊ានចូលមើលការ live ផងបានទេនៅជំរំទ័ពបុរាណនារីហៅមេកងទ័ពជ័យមកចិត្តហើយយកលេម្សៅលាបលើមុខមេកងទ័ពជ័យក្នុងជំរំទ័ពបុរាណមេកងទ័ពជ័យធុំក្លិនក្រអូបលេម្សៅក៏ដកដង្ហើមវែងដោយក្តីស្រស់ស្រាយក្នុងជំរំទ័ពបុរាណទីហ៊ានស៊ូឃើញមុខមេកងទ័ពជ័យស្រលងក៏ចង់លាបលេម្សៅដែរក្នុងជំរំទ័ពបុរាណនារីនាំមេកងទ័ពជ័យដើរទៅផ្សារសម័យអង្គរដើម្បីផ្សព្វផ្សាយលេម្សៅរបស់ខ្លួននៅផ្សារសម័យអង្គរនារីស្រែកលក់លេយ៉ាងខ្លាំងធ្វើឲ្យផ្អើលដល់អ្នកលក់ដូរនៅផ្សារសម័យអង្គរអ្នកលក់ត្រីនៅផ្សារសម័យអង្គរយកត្រីមកដូរជាមួយលេម្សៅរបស់នារីមេកងទ័ពជ័យដើរតាមការពារនារីយ៉ាងស្អិតរមួតនៅកណ្ដាលផ្សារសម័យអង្គរនារីឃើញមេកងទ័ពជ័យសង្ហាខ្លាំងពេកក៏លួចថតរូបជាមួយមេកងទ័ពជ័យដោយប្រើកញ្ចក់ទាបនៅផ្សារសម័យអង្គរទីហ៊ានស៊ូរត់ដេញចាប់មាន់នៅផ្សារសម័យអង្គរយកមកធ្វើម្ហូបឲ្យនារីដើរដល់មាត់ស្ទឹងសៀមរាបបុរាណហើយឃើញទឹកថ្លាឆ្វេងគួរចង់លេងនារីបបួលមេកងទ័ពជ័យលេងទឹកបាញ់គ្នាដោយបនចូលឆ្នាំនៅមាត់ស្ទឹងសៀមរាបបុរាណមេកងទ័ពជ័យសើចសប្បាយយ៉ាងខ្លាំងដែលមិនដែលធ្លាប់មានពីមុនមកនៅមាត់ស្ទឹងសៀមរាបបុរាណ
នារីយកលេម្សៅលាបឲ្យក្មេងៗដែលកំពុងលេងទឹកនៅមាត់ស្ទឹងសៀមរាបបុរាណក្មេងៗសប្បាយចិត្តហើយរត់ប្រាប់ម៉ែឪហើយមកមើលនារីនៅមាត់ស្ទឹងសៀមរាបបុរាណមេកងទ័ពជ័យចាប់ផ្ដើមមានចិត្តស្រឡាញ់នារីព្រោះតែចិត្តល្អនៅមាត់ស្ទឹងសៀមរាបបុរាណមេកងទ័ពជ័យនាំនារីទៅកាន់ទីលានជលដំរីដើម្បីមើលការសម្ដែងសឹកសង្គ្រាមនារីភ័យខ្លាចដំរីធំៗនៅទីលានជលដំរីក៏ស្ទុះធ្វើអោបមេកងទ័ពជ័យយ៉ាងជាប់មេកងទ័ពជ័យអរខាងណាស់ហើយសន្យាថានឹងការពារនារីនៅទីលានជលដំរីរហូតដល់ស្លាប់នារីនឹកឃើញចង់ live វីដេអូជីកដំរីក៏ឡើងលើខ្នងដំរីនៅទីលានជលដំរីនារីកាន់កញ្ចក់ទេពផងនិងលេម្សៅផងស្ទើរតែធ្លាក់ពីលើដំរីនៅទីលានជលដំរីទីហ៊ានស៊ូរត់តាមសហួយតបដំរីឲ្យនារីនៅលើទីលានជលដំរីមេកងទ័ពជ័យសួរនារីថាកញ្ចក់ទឹកនោះមានស្ទៃស៊ីហនុកនៅលើក្នុងនោះមែនទេនៅទីលានជលដំរីនារីសើចចង់ផ្ងាយជើងហើយប្រាប់មេកងទ័ពជ័យថាវាគ្រាន់តែជាកញ្ចក់ទឹកធម្មតានៅទីលានជលដំរីមេកងទ័ពជ័យនៅតែឆ្ងល់ហើយយកកញ្ចក់ទឹកមកឆ្លុះមើលធ្មេញជ្រួងឯងនៅទីលានជលដំរីយប់ឡើងនៅជំរំទ័ពបុរាណនារីបង្រៀនមេកងទ័ពជ័យឲ្យចេះរាំបទញាក់សម័យថ្មីមេកងទ័ពជ័យរាំខុសចង្វាក់ធ្វើឲ្យដួលផ្ងាជើងនៅក្នុងជំរំទ័ពបុនទីហ៊ានស៊ូនិងទីហ៊ានផ្សេងទៀតនាំគ្នាសោតក្អាកក្អាយពេញជំរំទ័ពបុរាណមេកងទ័ពជ័យសុំនារីរៀបការនៅក្រោមពន្លឺព្រះច័ន្ទក្នុងជំរំទ័ពបុរាណនារីអៀនខ្លាំងណាស់ហើយយកលេម្សៅលាបមុខបិទបាំងភាពអៀនខ្មាស់នៅជំរំទ័ពបុរាណមេកងទ័ពជ័យសន្យានឹងទិញកញ្ចក់ទិព្វឲ្យនារីឲ្យបានច្រើនទៀតក្នុងជំរំទ័ពបុរាណស្រាប់តែមេឃងឹតស្លុបហើយមានភ្លេងបន្ទោបាញ់ចំរុនភក់នៅក្បែររូងភ្នំមុនអាគមនារីដឹងថាដល់ពេលត្រូវត្រឡប់ទៅវិញក៏រត់ទៅកាន់រូងភ្នំមុនអាគមមេកងទ័ពជ័យរត់តាមនារីទាំងទឹកភ្លេកទៅកាន់រូងភ្នំមុនអាគមនារីទាញដៃមេកងទ័ពជ័យឲ្យចូលក្នុងរូងភ្នំមុនអាគមជាមួយគ្នាទីហ៊ានស៊ូក៏រត់តាមចូលទៅក្នុងរូងភ្នំមុនអាគមដែរព្រោះខ្លាចនៅម្នាក់ឯងអ្នកទាំងបីធ្លាក់ចូលក្នុងពន្លឺពណ៌សនៃកណ្ដាលរូងភ្នំមុនអាគមនារីមេកងទ័ពជ័យនិងទីហ៊ានស៊ូធ្លាក់មកលើគំនរចម្បាំងនៅក្រោយផ្ទះនារីយាយម៉ៅឃើញមនុស្សស្លៀកពាក់បុរាណនៅក្រោយផ្ទះនារីក៏ស្រែកថាខ្មោចឡងនារីសើចហើយប្រាប់យាយម៉ៅថានេះគឺជាមិត្តភក្តិមកពីឆ្ងាយនៅផ្ទះនារីមេកងទ័ពជ័យភ្ញាក់ផ្អើលនឹងអំពូលភ្លើងអគ្គិសនីនៅផ្ទះនារីហើយស្មានថាជាក្របភ្នែកយ៉ាក់មេកងទ័ពជ័យយកដាវដែកមកចាក់អំពូលភ្លើងនៅផ្ទះនារីធ្វើឲ្យដាច់ចរន្តអគ្គិសនីនារីស្ដីឲ្យមេកងទ័ពជ័យទីបទួតនៅផ្ទះនារីតាខ្លឹមមកលេងផ្ទះនារីហើយឃើញមេកងទ័ពជ័យក៏សួរថាមកពីក្រុមសម្ដែងល្ខោនណាមេកងទ័ពជ័យឆ្លើយយ៉ាងអំនួតថាខ្លួនគឺជាមេកងទ័ពអង្គរនៅផ្ទះនារីតាខ្លឹមសាយឲ្យហុតបារីឲ្យមេកងទ័ពជ័យជួកនៅផ្ទះនារីនារីបង្រៀនមេកងទ័ពជ័យឲ្យចេះប្រើ iPhone ពិតប្រាកដនៅផ្ទះនារីមេកងទ័ពជ័យឆ្ងល់ថាហេតុអ្វីបានជា iPhone តូចជាងកញ្ចក់ទិព្វនៅផ្ទះនារីទីហ៊ានស៊ូអង្គុយមើលទូរទស្សន៍ទាំងចំហម៉ាត់នៅផ្ទះនារីនារីឡាយលក់លេម្ដងទៀតនៅផ្ទះនារីដោយមានមេកងទ័ពជ័យជាអ្នកជួយលើកលេផង្ហានមួយអនឡាញនាំគ្នាផ្អើលជួយមើលយ៉ាងច្រើនព្រោះឃើញមេកងទ័ពជ័យសង្ហានៅផ្ទះនារីលក់លេម្សៅអស់ពីស្តុកត្រឹមតែរយៈពេល5នាទីនៅផ្ទះនារីមេកងទ័ពជ័យនិងនារីរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនៅផ្ទះនារីមេកងទ័ពជ័យលែងចង់ទៅធ្វើសង្គ្រាមហើយព្រោះជួយចិត្តលក់លេម្សៅជាមួយនារីនៅផ្ទះនារីទីហ៊ានស៊ូខ្លាយជាអ្នកដឹកជញ្ជូនលេឲ្យនារីពេញភូមិរឿងរ៉ាវរបស់ព្រះនាងលេម្សៅនិងកញ្ចក់ទិព្វខ្លាយជាការនិយាយតគ្នាយ៉ាងសប្បាយនៅផ្ទះនារីអ្នកភូមិទាំងអស់រួមទាំងយាយម៉ៅនិងតាខ្លឹមនាំគ្នាសើចសប្បាយនឹងសុភមង្គលរបស់អ្នកទាំងពីរនៅផ្ទះនារីថោបថពលមេកងទ័ពជ័យហើយគ្រប់គ្នាសើចក្អាកក្អាយនៅផ្ទះនារី